អ្នកខ្លះក៏បានដឹងវីដេអូនេះអ្នកខ្លះក៏អត់បានមើលតែតនៅការ CK បបួលប៉ូលីសដេញការនៅតាឡេហ្នឹងទីមួយហ្នឹងគឺខ្ញុំចង់ឆ្លើយសំណួរទៅដល់គ្នាដែរគាត់អត់ដឹងគាត់ឆាតមកពេកគាត់ស៊ូហេតុអីបានជាប៉ូលីសលេងហេតុអីបានជាអត់បើកកណូតទៅមុខទៀតមានបញ្ហាអីបញ្ហាទីមួយម៉ាស៊ីនប៉ូលីសពេលដែលទៅដល់ហ្នឹងគឺលេចនៅវត្តរៀងតើហ្នឹងហ្មងហើយលេចគិនវត្តទេបងប្អូនលេចមានប្រៃយើងតោងហើយក៏អរគុណកញ្ញា2នាក់ដែលគាត់នៅតាឡេហ្នឹងគាត់ជួយប៉ូលីសដើម្បីស្រង់ទុកស្រង់អីយើងនៅគិនវត្តហ្នឹងហើយនារីដែលជួយប៉ូលីសហ្នឹងមិនដឹងថាខ្មែរក៏គាត់វៀតណាមដែលគាត់ជួយប៉ូលីសហ្នឹងបើសិនជាឃើញវីដេអូនេះជួយ comment ហើយបញ្ហាទី2ដែលជាឧបសគ្គប៉ូលីសបើកកណូតហ្នឹងប្រអន់ម៉ាស៊ីនហ្នឹងដោយសារទឹកអល័របុកមកទូករកកឡាប់អញ្ចឹងប៉ូលីសប្រអន់100កដាតាឡេបងប្អូនដឹងទៅរកណាទេបើសិនជាលេខទូកនឹងហើយនឹងម៉ាស៊ីនថ្លៃដែរបងប្អូនហើយខាងយើងក៏បានណាត់គាត់ដែរណាត់ឲ្យគាត់ទៅលេងស្រះអាដាមកែវរតនៈទឹកស្ងប់ហើយយើងស្រួលលេងយើងមានទីលានហើយមានអ្នកគ្រប់គ្រងទៀតដើម្បីទៅលេងនឹងឲ្យដឹងឈ្នះចាញ់ហ្មងបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយ like ជួយ share វីដេអូនេះហើយនិង comment ដើម្បីឲ្យខាងវៀតណាមគាត់បានឃើញយើងនឹងលេងឆ្នាំនឹងខែ8ខែ9នេះបើសិនជាគាត់លេងខ្ញុំនឹងដាក់ថ្ងៃទីតាំងហើយយើងនឹងលេងពិតប្រាកដថ្ងៃទីម៉ានអីទីម៉ានខែ8ខែ9ហ្នឹងគឺខ្ញុំនឹងផុសម្ដងទៀតបងប្អូនហើយជាពិសេសអ្នកលេងទូកស្មាច់កុំភ្លេចចូលរួមហើយទស្សនាទាំងអស់គ្នាអរគុណច្រើនបងប្អូនជម្រាបលា